ការជួបជជែកជាមួយនឹងឯកឧត្តមអិនសថារដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលឧត្តមគឺជាអ្នកជំនាញបាទជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែនតែម្ដងអារម្មណ៍អាចជំរាបជូនសាធារណជនបានជ្រាបបានទេពាក់ព័ន្ធទៅនឹងប្រាសាទខ្នាព្រោះថាបើតាមឯកសារដែលបន្សល់ទុកពីគណៈកម្មការកំណត់ព្រំដែនបារាំងសៀមបានបញ្ជាក់ថាបាទប្រាសាទខ្នាគឺស្ថិតនៅក្នុងទឹកដីកម្ពុជាជាពិសេសគឺផែនទីខ្នាតលើ200ពាន់តែម្ដងសូមអារម្មណ៍អាចបញ្ជាក់ជូនទៅលើទស្សនវិជ្ជាផ្នែកច្បាប់ក៏ដូចជាបច្ចេកទេសផងដែរបាទអរគុណសម្រាប់សំណួរនេះដោយខ្ញុំធ្លាប់បានជម្រាបជូនកន្លងមកហើយពេលនេះក៏សូមបញ្ជាក់ជាជូនជាថ្មីថាព្រំដែនកម្ពុជាថៃនេះជាព្រំដែនអន្តរជាតិដែលត្រូវបានកំណត់រួចមកហើយកាលពីដើមសតវត្សទី20តាមរយៈការខណ្ឌសីមានិងបោះបង្គោលព្រំដែនចំនួន74ទាំងនៅលើឯកសាររួមមានអនុសញ្ញាសន្ធិសញ្ញាផែនទីកំណត់ហេតុបោះបង្គោលនិងឯកសារពាក់ព័ន្ធនានាក៏ដូចជានៅលើដីដោយភាគីបារាំងតំណាងឲ្យកម្ពុជានាពេលនោះនិងភាគីថាសៀមដែលជាថៃបច្ចុប្បន្ននេះហើយដោយដែលអេដាមសុំមកបានបញ្ជាក់មិញហើយគឺថាប្រាសាទខ្នាជារបស់កម្ពុជាស្ថិតក្នុងបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជាព្រោះថាបើយើងផ្អែកលើផែនទីមាត្រដ្ឋាន1លើ200ពាន់ដែលជាលទ្ធផលការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមនៅក្នុងផ្ទាំងផែនទី sector 5នោះបានបង្ហាញយ៉ាងច្បាស់ថាប្រាសាទខ្នាគឺស្ថិតក្នុងទឹកដីកម្ពុជាបាទហើយខ្ញុំក៏សូមបង្ហាញជូនថាវាប្រាសាទខ្នាពិតជានៅក្នុងទឹកដីកម្ពុជាតាមខ្សែព្រំដែនបង្ហាញនៅលើផែនទីមាត្រដ្ឋាន1លើ200ពាន់ហើយនេះជារូបភាពផែនទីផ្កាយអណបបាទនេះជាខ្សែក្រហមបាទជាខ្សែដែលយើងបានចម្លងចេញពីផែនទីមាត្រដ្ឋាន1លើ200ពាន់ហើយខ្សែខៀវនេះគឺជាខ្សែដែលបង្ហាញនៅលើផែនទីគូសដោយឯកតោភាគីរបស់ភាគីថៃបាទនៅលើផែនទីដែលថៃតែងតែយកមកប្រើប្រាស់គឺផែនទី1លើ50ពាន់ខ្ញុំក៏សូមជម្រាបជូនដែរថានៅលើផែនទីនេះយើងក៏បានដាក់បង្ហាញទីតាំងបង្គោលលេខ20នៅក្នុងនេះបង្គោលពណ៌ក្រហមទៀតពិតបង្គោលនេះបានផ្លាស់ទីហើយយើងមិនដឹងនៅឯណាភាគីទាំងពីរបានចុះទៅរុករកនៅក្នុងដំណាក់កាលទី1នៃការស្វែងរកបង្គោលទីតាំងបង្គោលពិតប្រាកដនៅសម័យបារាំងហ្នឹងហើយយើងបានស្វែងរកហើយឃើញថាទីតាំងបង្គោលនេះកម្ពុជាបានកំណត់នៅលើចំណុចក្រហមគឺវាស្ថិតនៅចំទីតាំងដែលខ្សែក្រហមដែលយើងបានគូសចម្លងពីផែនទី1-200ពាន់ហើយក៏វាសឹងតែនៅលើខ្សែពណ៌ខៀវដែលជាចម្រុះរបស់ថៃដែរនៅក្នុងនេះយើងឃើញប្រាសាទទីតាំងប្រាសាទបាទនៅលើផែនទីកែណបនេះជារូបភាពបច្ចុប្បន្នដូច្នេះយើងនឹងអាចឃើញងាយឃើញថាទីតាំងអដែងប្រាសាទហ្នឹងយើងអាចរកឃើញនៅលើរូបភាពកែណបនេះអញ្ចឹងគំនូសខ្សែព្រំដែនទាំងពីរដែលជាចំហរបស់កម្ពុជាពណ៌ក្រហមនិងពណ៌ខៀវរបស់ថៃនេះគឺបង្ហាញថាប្រាសាទនេះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាតែម្ដងប្រាសាទខ្នាខ្ញុំក៏សូមជម្រាបដែរថាសូម្បីតែផែនទីដែលថៃគូសដោយឯកតោភាគីមាត្រដ្ឋាន1លើ50ពាន់នេះបាទអានេះគឺផែនទីដែលយើងបានដកស្រង់ចេញពីផ្ទាំងផែនទីមួយស្លឹកបាទស្លឹកលេខ56371ស៊េរី L717 បាទគឺជាឈ្មោះផ្ទាំងស្លឹកផែនទីដែលថៃយកមកប្រើប្រាស់ក្នុងការគូសវាសខ្សែព្រំដែនជាឯកតោភាគីនឹងហើយនេះគឺយើងបានដាក់ខ្សែក្រហមចំហរបស់យើងហើយនឹងខ្សែខៀវដែលជាខ្សែដែលមាននៅលើផែនទី150ពាន់នឹងស្រាប់គឺថាយើងឃើញប្រាសាទខ្នាហ្នឹងគឺស្ថិតនៅក្នុងទឹកដីកម្ពុជាបាទខ្ញុំក៏ចង់បញ្ជាក់ជូនបន្ថែមដែរថាផែនទី L717 ដែលថៃបានគូសដោយឯកតោភាគីហើយបានប្រើប្រាស់កន្លងមកដោយខុសច្បាប់នោះគឺបង្ហាញថាប្រាសាទខ្នា
ប្រាសាទតាមន់ធំនិងប្រាសាទមួយចំនួនទៀតនៅតាមបណ្ដោយព្រំដែនគឺស្ថិតនៅក្នុងទឹកដីខ្មែរហើយបច្ចុប្បន្ននេះបើតាមខ្ញុំដឹងយោធាថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មីដើម្បីបញ្ចូលតំបន់ដែលថៃឈ្លានពាននិងកំពុងកាន់កាប់ដោយខុសច្បាប់ដាក់បញ្ចូលទៅក្នុងទឹកដីរបស់ថៃដូច្នេះកុំថាឡើយផែនទី L717 ដែលថៃបានប្រើទោះបីជាមានផែនទីផ្សេងទៀតដែលថៃផលិតឬគូសជាឯកតោភាគីក៏ដោយក៏ផែនទីទាំងនោះគ្មានតម្លៃឬមានអានុភាពតាមផ្លូវច្បាប់នោះឡើយ ខ្ញុំសូមថ្លែងបង្គំអាដាម